นองជីវភាពស្មារតីរបស់ប្រជាជនខ្មែរទន្ទឹមនឹងតម្លៃនៃស្ថាបត្យកម្មនិងសិល្បៈបង្កើតរូបវង់ភ្លេងពិណពាទ្យបានជន់រួមជាតិចាត់ទុកថាជាសម្បត្តិវប្បធម៌ដ៏មានតម្លៃជាឧបករណ៍ភ្លេងដែលមិនអាចខ្វះក្នុងពិធីបុណ្យនានារបស់ជនរួមជាតិខ្មែរបន្ទាប់មកចង្វាក់អារម្មណ៍វង់ក៏ត្រូវបានចាត់ទុកជាផលិតផលស្មារតីដ៏ពិសេសនិងមិនអាចខ្វះក្នុងបរ្ដាពិធីបុណ្យនិងប្រជុំជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែររំវង់ជាចង្វាក់អារម្មណ៍ប្រជាប្រិយដែលឆ្លើយតបតម្រូវការសម្រាប់សកម្មភាពខាងស្មារតីបន្ទាប់ពីធ្វើការងារនឿយហត់ច្រើនម៉ោងទន្ទឹមនឹងរំវង់របាំក៏ជាតម្លៃវប្បធម៌ពិសេសមួយក្នុងចំណោមតម្លៃវប្បធម៌ពិសេសរបស់ជនជាតិខ្មែរណាំបូរបាំបុរាណជាទម្រង់សិល្បៈដែលបង្កើតឡើងដោយផ្អែកលើរបាំរាជទ្រព្យរបស់ប្រជាជនខ្មែររួមជាមួយនឹងគំនិតច្នៃប្រឌិតរបស់សិប្បករខ្មែរដែលបានបង្កើតសិល្បៈរាំរបាំជាមួយនឹងបណ្ដាតួអង្គនិងសាច់រឿងដ៏ទាក់ទាញក៏ដូចជាភ្លេងពិណពាទ្យនិងរាំវង់របាំក៏បានសម្ដែងក្នុងថ្ងៃបុណ្យរបស់សហគមន៍ដូចជាបុណ្យកំសាន្តស្រុកបុណ្យចូលឆ្នាំថ្មីបុណ្យកឋិនទានបុណ្យសែនដូនតាបុណ្យសំពាក់ពាក់ខែជាដើមក៏ប៉ុន្តែប្រជុំមុខនឹងការផ្លាស់ប្ដូរយ៉ាងខ្លាំងនៃខឿនសេដ្ឋកិច្ចសង្គមរួមជាមួយនឹងការបញ្ចូលនិងការដោះដូរវប្បធម៌ដែលកំពុងកើតឡើងយ៉ាងខ្លាំងក្លាដោយសពថ្ងៃនេះបណ្ដាទម្រង់សិល្បៈប្រពៃណីខាងលើរបស់ជនរួមជាតិខ្មែរក៏ប្រឈមមុខនឹងហានិភ័យនៃការសាបប្រលាបចំពោះមុខស្ថានភាពខាងលើមន្ទីរវប្បធម៌កីឡានិងទេសចរបានបង្កប់ការក្រុមសិល្បៈខ្មែរខេត្តសត្រាំងចាត់តាំងបទថ្នាក់រៀនជាច្រើនដើម្បីបង្រៀនសិល្បៈរបាំភ្លេងពិណពាទ្យនិងរាំវង់ឆ្លងតាមគម្រោងការអភិរក្សពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អស្អាតរបស់បណ្ដាជនរួមជាតិភាគតិចផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរលើភូមិសាស្ត្រខេត្តសត្រាំងឆ្នាំ2023នៅក្នុងគម្រោងការទី6នេះគឺគោលដៅដែលសំខាន់បំផុតនោះគឺធ្វើការអភិរក្សនិងពង្រីកនៅរាល់តម្លៃរបស់សិល្បៈយើងព្រមទាំងនោះគឺផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចររបស់ខេត្តយើងក្នុងក្រងការ6នេះឆ្នាំ2022ក៏ដូចឆ្នាំ2023គឺថាក្រមសិល្បៈខ្មែរខេត្តនឹងបានចង្អុលការពីមន្ទីរនឹងគឺថាថ្នាក់លើថ្នាក់ខេត្តក៏ដូចជាថ្នាក់មន្ទីរនឹងមានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅក្នុងនោះក៏ដូចជាមានការជំរុញចលនានិងយកចិត្តទុកដាក់បង្កលក្ខណៈឲ្យក្រុមនឹងគឺថាពង្រីកអនុវត្តនៅផែនការនេះបានសម្រេចតាមផែនការដែលយើងបានដាក់ចេញក្នុងគម្រោងការទី6មានខ្លឹមសារសំខាន់មួយនិងបានផ្ដោតលើការផ្សព្វផ្សាយនោះគឺចាត់តាំងថ្នាក់ហ្វឹកហាត់បំពេញជំនាញវិជ្ជាជីវៈបង្រៀនវប្បធម៌អរូបីជាក់ស្ដែងគឺចាត់តាំងបង្រៀនភ្លេងពិណពាទ្យរបាំនិងរាំវង់ថ្នាក់បង្រៀនភ្លេងពិណពាទ្យមានការចូលរួមរបស់តន្ត្រីករដែលមានកម្រិតវិជ្ជាខ្ពស់មានបទពិសោធន៍ជាច្រើនឆ្នាំធ្វើសកម្មភាពក្នុងវិស័យសិល្បៈប្រពៃណីរួមជាមួយនឹងការចូលរួមរបស់សិក្ខាកាមដែលជាសិល្បករមិនជំនាញកំពុងប្រជុំជីវភាពនៅបណ្ដាក្លឹបនិងកន្លែងវប្បធម៌តាមបណ្ដាវត្តនៅក្នុងខេត្តគម្រោងការនេះបានបើកថ្នាក់បង្រៀនចំនួន2ថ្នាក់ដោយមានសិក្ខាកាមចំនួន32នាក់ហើយរៀនក្នុង60ថ្ងៃទន្ទឹមនឹងនោះថ្នាក់រាំវង់បានចាត់តាំងនិងបង្រៀននៅសាលាអន្តេវាសិកជនជាតិវិញគឿងក្នុងនោះលោកគ្រូអ្នកគ្រូបង្រៀនជាសិប្បករនិតករមានកម្រិតវិជ្ជាខ្ពស់មានបទពិសោធន៍ជាច្រើនឆ្នាំធ្វើសកម្មភាពក្នុងវិស័យសិល្បៈរបាំប្រពៃណីខ្មែរក្នុងនោះមាន2ថ្នាក់ដោយមានសិក្ខាកាមចូលរួមចំនួន40នាក់ដែលរៀនក្នុងរយៈពេល30ថ្ងៃរួមមានកូនចៅជនរួមជាតិខ្មែរកំពុងប្រជុំជីវភាពក្នុងក្លឹបនានាក្រុមរបាំប្រពៃណីសិស្សានុសិស្សដែលកំពុងសិក្សានៅបណ្ដាសាលាអន្តេវាសិកលើភូមិសាស្ត្រខេត្តសត្រាំងនៅការសិក្សានឹងមាន20% là lý thuyết 80% là thực hành phần lý thuyết thì dương hiện đi so playing ở dương nông phẩm pul là nốt phở vía men
đồ rê mi pha son chứ dân hiện nói đăng nốt phở vía thì pí dân đăng thăng âm phở vía còn ca lệnh thực hành thì dân cho bọt ក្នុងពេលដែលបងបានមករៀននៅភ្លេងពិនពេទ្យខ្មែរនេះគឺមានអារម្មណ៍សប្បាយរីករាយក្នុងចិត្តដែលគ្រូទាំងអស់គាត់បានបង្ហាត់ឲ្យយើងចេះនៅភ្លេងពិនពេទ្យនឹងហើយមួយទៀតគាត់គឺមានចរិតគឺស្លូតបូតបង្ហាត់ទៅឲ្យអស់ពីចិត្តវាថ្លើមចំពោះសិស្សទាំងអស់ហើយបងក៏បានចេះដឹងគ្រាបនៅពិនពេទ្យនឹងភ្លេងពិនពេទ្យនឹងថាដឹងរបៀបពិនពេទ្យនឹងកើតមកពីស្អីហើយនឹងចង្វាក់ដែលថាគាត់បង្ហាត់ហ្នឹងគឺមិនចិត្តតិចទេ ចំណែកថ្នាក់បង្រៀនរបាំបានចាត់តាំងឡើងនៅឃុំតៃវ៉ាំងស្រុកត្រឹងដេកន្លែងនេះល្បីល្បាញដោយក្រុមរបាំបឹងចំថ្នាក់របាំរៀនក្នុងរយៈពេល60ថ្ងៃដោយបានបង្រៀនដោយសិប្បករសិល្បករមានកម្រិតវិជ្ជាខ្ពស់មានបទពិសោធន៍ច្រើនឆ្នាំធ្វើសកម្មភាពក្នុងវិស័យសិល្បៈរបាំថ្នាក់នេះតាក់ទាញសិក្ខាកាមចូលរួមចំនួន20នាក់ជាសិល្បករមិនជំនាញកំពុងប្រជុំជីវភាពនៅក្នុងបណ្ដាក្លឹបនិងកន្លែងប្រជុំជីវភាពវប្បធម៌សិល្បៈប្រពៃណីសិល្បករសិប្បកររបស់ក្រុមសិល្បៈឯកជនក្នុងខេត្តទន្ទឹមនឹងនោះនៅមានប្អូនៗតាំងពីតូចបានជិតដិតនឹងទម្រង់របាំបែបនេះតាមរយៈពិធីបុណ្យលានាក្នុងភូមិស្រុកហេតុដូច្នេះចំណង់ចំណូលចិត្តរបស់ប្អូនៗក៏ចាប់ផ្ដើមពីទីនោះដែរ ឃើញថាក្មេងខំប្រឹងខ្នះខ្នែងណាអស់ពីចិត្តរយៈពេលជាងមួយខែកន្លងមកនេះឃើញថាមកហាត់ពុតហ្នឹងគឺហៅថាមកមូលជុំគ្នាទាំងអស់ហើយក៏ស្ដាប់បង្គាប់តាមលោកគ្រូបង្ហាត់ក្បាច់ហ្នឹងគឺថាក្បាច់ស្វាក្បាច់ជាកជាដើមហើយព្រមទាំងភ្លេងហ្នឹងគឺថាត្រូវគ្នាមិនអោយមានខុសកន្លែងណាទេគឺថាឃើញតែក្មេងហ្នឹងខំប្រឹងណាស់ណាស់កន្លែងអស់ពីចិត្តក្រោយពីពេលបង្ហាត់បានរយៈពេលជាង30ថ្ងៃនេះគឺថាដល់ពេលនឹងហើយគឺថាឃើញក្មេងហ្នឹងចេះស្ទាត់សពគ្រប់ទៅដើម្បីចង់បំរើនៅគេហៅថាវប្បធម៌ខ្មែរបន្តទៅឲ្យបានល្អដល់ទៅមុខទៀតចឹង ពីបណ្ដាថ្នាក់រៀននេះសិក្ខាកាមទាំងឡាយនឹងបានចិត្តដិតយ៉ាងជ្រាលជ្រៅជាងជាមួយទម្រង់សិល្បៈដូចជាភ្លេងពិណពាទ្យរំវង់របាំចំណេះដឹងទាំងនេះអាចអនុវត្តចូលក្នុងការជាក់ស្ដែងរួមចំណែកថែរក្សានិងពង្រីកបណ្ដាតម្លៃវប្បធម៌ដ៏ល្អស្អាតរបស់ជនជាតិនាពេលខាងមុខ បាទបងអូនរៀនរបាំខ្មែរហ្នឹងដែលទុកសម្ដែងនៅក្នុងបិណ្ឌអង្គតខិនបិណ្ឌចូលឆ្នាំថ្មីបិណ្ឌសែនដូនតាក្នុងបិណ្ឌមហាប្រទេសទាំងមូលដែលសម្ដែងទុកឲ្យយាយតាបងប្អូនដែលបានទស្សនាដឹងថារបាំខ្មែរបង្ចង់យើងទី2គឺបងអូនរៀនរបាំខ្មែរហ្នឹងដែលថែរក្សារបាំសិល្បៈរបាំខ្មែររបស់យើងទុកឲ្យបំពោចំនួនក្រោយដែលដឹងថារបាំខ្មែរបង្ចង់យើងឲ្យរស់រៀងរវើកដែលរៀងទៅក្រោយទៀត ចាអូនមានអារម្មណ៍ថាសប្បាយចិត្តណាស់ពួកអីមករៀនហ្នឹងអូនមានចិត្តស្រឡាញ់សារប៉ាក់របាំខ្មែរពីយូរណាស់ហើយឥឡូវអូនបានរៀនហ្នឹងអូនឃើញសប្បាយចិត្តណាស់ហើយទី2ដែលអូនមកអូនបានជួបមិត្តភក្តិអូនទៀតចាមានពិបាកពួកអីក្បាច់ក្រមហ្នឹងមាន10ក្បាច់ហើយក្បាច់ក៏មានក្បាច់ស្នប់ក្បាច់ក្បាក់ឥឡូវអូនរៀនញ៉ាnhưng màញ៉ាមានលោកគ្រូគាត់ជួយបង្ហាត់បង្រៀនរាល់ថ្ងៃណា hay cái tao dân riêng cái bằng riêng dân chắp chai chắp chăm hay con ôn cũng không bận riêng ra ngày dân á lậu rom ban ta chẳng ban hay ai រួមជាមួយគោលដៅគឺរក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់បណ្ដាជនជាតិភាគតិចក្រុមសិល្បៈខ្មែរខេត្តសត្វត្រាំងក៏បានបង្កើតផែនការផ្សព្វផ្សាយអនុវត្តគម្រោងការចំនួន2គម្រោងរួមមានគម្រោងអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិសិល្បៈសម្ដែងប្រជាប្រិយភ្លេងពិណពាទ្យនិងគម្រោងអភិរក្សនិងពង្រីកតម្លៃនៃបេតិកភណ្ឌវប្បធម៌អរូបីជាតិសិល្បៈសម្ដែងប្រជាប្រិយរំវង់របស់ប្រជាជនខ្មែរនៅខេត្តសត្វត្រាំងឆ្នាំ2023ដំណាក់កាលទី1 2022-2024
ក្នុងគម្រោងអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិនៃសិល្បៈសម្ដែងប្រជាប្រិយភ្លេងពិណពាទ្យមានមួយថ្នាក់បង្រៀនភ្លេងពិណពាទ្យតាក់ទាញសិក្ខាកាមចូលរួមចំនួន16នាក់ជាបុគ្គលកំពុងប្រជុំជីវភាពនៅបណ្ដាក្លឹបនិងកន្លែងប្រជុំជីវភាពវប្បធម៌ជាសិស្សានុសិស្សកំពុងសិក្សានៅបណ្ដាសាលាអន្តេវាសិកជនជាតិលើភូមិសាស្ត្រខេត្តសពត្រាំងថ្នាក់បង្រៀនបានបើកនៅវត្តសេរីជុំបឹងទន្សាឃុំវាងអាងស្រុកត្រឹងដេដោយមានពេលសិក្សាគឺ45ថ្ងៃទន្ទឹមនឹងនោះគម្រោងអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិសិល្បៈសម្ដែងប្រជាប្រិយចង្វាក់រាំវង់ក៏បានផ្សព្វផ្សាយនិងបើកថ្នាក់បង្រៀនចង្វាក់រាំវង់នៅសារមន្ទីរខេត្តសត្រាំងថ្នាក់រៀនតាក់ទាញសិក្ខាកាមចូលរួមចំនួន25នាក់ជាបុគ្គលកំពុងប្រជុំជីវភាពនៅក្នុងក្លឹបនានានិងកន្លែងប្រជុំជីវភាពវប្បធម៌ជាសិស្សដែលកំពុងសិក្សានៅបណ្ដាសាលាអន្តេវាសិកជនជាតិលើភូមិសាស្ត្រខេត្តសត្រាំងថ្នាក់រៀនបើកក្នុងរយៈពេល30ថ្ងៃខ្ញុំមានអារម្មណ៍រំភើបមែនទែនដែលបានមកហាត់រាំនៅរបាំក្បាច់របាំរបស់របាំរំវង់របស់ខ្មែរជាតិខ្មែរយើងហើយក៏ថារីករាយក្នុងចិត្តដែលបានថាមនុស្សស្មានថាយើងអាចបានមកហាត់រាំដល់ពេញណៃបែបហ្នឹងហើយចង់និយាយថាក៏អរគុណដល់អ្នកគ្រូដែលបានចំណាយពេលវេលាជាច្រើនដែលបានមកបង្ហាត់បង្រៀនដល់ក្មេងៗហើយក៏ដូចជារូបនាងខ្ញុំហើយក៏សូមដើម្បីថែរក្សានៃប្រពៃណីខ្មែរក្បាច់រាំរបស់ខ្មែរយើងជារៀងរហូតនិងអភិវឌ្ឍវាឲ្យបានទៅមុខដោយសារខ្ញុំស្រឡាញ់ពេញចិត្តបានខ្ញុំចូលរៀនក្នុងភ្លេងពិណពាទ្យឧបធរខ្មែរខំប្រឹងរៀនឲ្យចេះលើកនេះគឺលើកដំបូងខ្ញុំចូលរៀនដៃនៅhơiរឹងដៃមិនតាន់សូវតន់ព្រោះមិនដែលរៀនសោះរៀនមិនដំបូងhơiប្របាំងតិចមិនទៅជឿតមខំរៀនទៅយូរទៅគង់ទៅចេះបណ្ដាថ្នាក់រៀនតាក់ទាញសិក្ខាកាមចូលរួមជាច្រើនក្នុងនោះមានគ្រូបង្រៀនមកពីសាលាអន្តេវាសិកជនជាតិបណ្ដាសិប្បករនិងសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាសកលក្នុងខេត្តក្រៅពីនោះនៅមានកម្មករធ្វើការនៅបណ្ដាតំបន់ឧស្សាហកម្មនៅភូមិសាស្ត្រខេត្តផងដែរក្តីស្នេហាសិល្បៈមិនរើសអើងអាយុមុខរបរណាឡើយដែលបង្ហាញតាមស្មារតីខ្នះខ្នែងក្នុងការសិក្សារបស់សិក្ខាកាមទាំងឡាយដែលមិនក្រែងលំបាកពួកគេនៅតែខិតខំព្យាយាមចូលរួមសិក្សាទោះបីជាមានសិក្ខាកាមខ្លះត្រូវរងចាំដល់ម៉ោងជីងពីរៀនជីងពីធ្វើការសម្រាប់ការងារផ្ទះទៅចូលរៀនបានផ្ដើមពីនោះអាចឃើញថាស្មារតីចំណង់ចំណូលចិត្តចំពោះសិល្បៈរបស់ពួកគេគឺធំធេងណាស់ពួកគេជាកត្តាដែលរួមចំណែកក្នុងការថែរក្សាអភិរក្សនិងពង្រីកវប្បធម៌របស់ជាតិអត្ថន័យជាក់ស្ដែងនៃគម្រោងនោះគឺថាមានអត្ថន័យយ៉ាងធំទូលាយមួយចំនួនតាមពេលវេលាគឺថាមួយចំនួនបេតិកភណ្ឌវប្បធម៌របស់ជាតិយើងហ្នឹងគឺថាតាមពេលវេលាជាទៅដល់ការបាត់បង់ដូច្នេះតាមគម្រោងនេះគឺថាយើងអាចស្ដារឡើងវិញនៅបេតិកភណ្ឌវប្បធម៌អរូបីដែលបានគឺថារិចរិលហ្នឹងយើងស្ដារមកវិញហើយខ្ញុំក៏សង្ឃឹមថាតាមការគម្រោងនេះនឹងអាចស្ដារឡើងវិញធ្វើឲ្យបេតិកភណ្ឌរបស់ជាតិវប្បធម៌របស់ជាតិយើងហ្នឹងមួយថ្ងៃកាន់តែរីកចម្រើនរុងរឿងតអនាគតបណ្ដាគម្រោងការអភិរក្សពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្ដាជនជាតិភាគតិចអាស្រ័យមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ចិត្តតាំងជាឱកាសសម្រាប់យុវជននិងអ្នកស្រឡាញ់វប្បធម៌សិល្បៈខ្មែរបានជិតដិតនិងពេញចិត្តតាមចំណង់ចំណូលចិត្តរបស់ខ្លួនហើយក៏ជាឱកាសមួយដើម្បីផ្លាស់ប្ដូរនិងរឹតចំណងសាមគ្គីភាពរវាងប្រជាជនក្នុងសហគមន៍ជនជាតិដើម្បីរួមគ្នាបញ្ចូលវប្បធម៌របស់ជនជាតិមួយថ្ងៃកាន់តែអភិវឌ្ឍតទៅមុខ។